ជំរាបសួរលោកគ្រូខ្ញុំឈ្មោះមេឡៃថ្ងៃនេះខ្ញុំនឹងមក present តាក់ទងជាមួយ project ដែលខ្ញុំធ្វើតាក់ទងជាមួយនឹង Sales Management ដែលខ្ញុំធ្វើការ manage ទៅលើ PS system អញ្ចឹងចូលមកដំបូងនេះគឺជា form login ដែលយើងត្រូវ login email និង password ចូលទៅដើម្បីចូលទៅកាន់ dashboard page របស់យើងអញ្ចឹងខ្ញុំធ្វើការវាយ email និង password ដូច technology ដែលខ្ញុំប្រើ authentication ហ្នឹងគឺខ្ញុំប្រើ auth.js ដើម្បី implement ទៅលើវាអញ្ចឹងធ្វើការ login ទៅវានឹងឲ្យយើងចាំបន្តិចនេះអញ្ចឹងបើយើង login success វានឹងload alert ប្រាប់យើងហើយវាចូលទៅកាន់ dashboard របស់យើងជាដំបូងនេះគឺជា overview page ដែលយើងមើលទៅលើ data របស់យើងដែលយើង track ទៅលើ data របស់យើងមានដូចជា total revenue total order average sale ដូចជា total discount ហើយនេះគឺជា bar chart ដែលយើងអាចឃើញថាការលក់របស់យើងប្រចាំខែបានប៉ុន្មានឧទាហរណ៍ខែជូននេះខ្ញុំលក់បាន$56អីចឹងទៅហើយកន្លែងនេះគឺជា payment method ថា user របស់យើង pay ដោយប្រើ ABA ម្នាក់ cash ម្នាក់ដូចជា credit card ម្នាក់ហើយអានេះគឺតើតើមួយ resend order អញ្ចឹង10%ជាមាន resend order ថ្មីវានឹង load មកប្រាប់យើងហ្នឹងហើយចំពោះតំណែងទាំងអស់ហ្នឹងយើងអាច filter វាទៅតាម rank នៃ date ឧទាហរណ៍ថ្ងៃ1ដល់ថ្ងៃ5នេះគឺវាគឺយើងលក់បាន$2.7អញ្ចឹងទៅបើសិនជាប្រចាំខែដូចជាថ្ងៃ1ដល់ថ្ងៃ30នេះយើងលក់បាន$56.44ដែលស្មើនឹង13 order អញ្ចឹងទៅអញ្ចឹងកន្លែងនេះយើងអាច filter តាមrank នៃ date បានតាក់ទងជាមួយនឹងទី2នេះគឺតាក់ទងជាមួយនឹង PS system ដែលមើលទៅលើការ set របស់យើងអញ្ចឹងកន្លែងនេះគឺយើងអាច short តាម category នីមួយៗរបស់យើងបានយើងអាច search barcode បានហើយក៏ដូចជាបើសិនជាមានគេ order អញ្ចឹងយើងធ្វើការអាច scan ទៅលើ barcode ដើម្បីឲ្យវា add ទៅកាន់ឲ្យយើង auto អញ្ចឹងខ្ញុំធ្វើការ scan ឲ្យលោកគ្រូអញ្ចឹងនេះធ្វើការ scan មកវានឹង load ឲ្យយើងហ្មងដូចជាខ្ញុំធ្វើការ scan លោកគ្រូមួយទៀតនេះគឺវា load ចូលក្នុងនេះយើងឧទាហរណ៍បើសិនជា product ហ្នឹងយកអត់មានទេឥឡូវខ្ញុំធ្វើការ scan គឺវា load alert ប្រាប់យើងថា product ហ្នឹងវាអត់មានទេ yes ហើយអញ្ចឹងខ្ញុំធ្វើការទិញពីនេះបើសិនជាយើងមាន discount យើងអាច discount ជាភាគរយក៏បានជាដុល្លារក៏បានអញ្ចឹង 20% នេះវានឹងកាត់ឲ្យយើងទៅតាមនឹងសល់ 1.28 យើងត្រូវការចុច process order វានឹង list ប្រាប់យើង order នីមួយៗហើយកន្លែង information payment នេះយើងអាចមើលថាបើសិនជាគេ pay តាម cash យើងដាក់តាមហ្នឹងទៅអញ្ចឹងខ្ញុំធ្វើការបើសិនជាគេចង់ pay តាម cash ហើយ pay ជាលុយខ្មែរឧទាហរណ៍គេអត់មានលុយដកគេមានលុយដុំឧទាហរណ៍ 10000 រៀលអញ្ចឹងគេ pay យើង 10000 រៀលអញ្ចឹងយើងនឹងដឹងថាយើងត្រូវឆេងឲ្យគេវិញមែនអញ្ចឹង 4800វានឹង load ប្រាប់យើងហ្មងអញ្ចឹងវាងាយស្រួលសម្រាប់យើងក្នុងការចុច process payment វានឹង load invoice របស់យើងហើយការ order របស់យើង success ហើយយើងអាច print ជាក្រៅបានបើមិនជាយើងមានម៉ាស៊ីន print អញ្ចឹងខ្ញុំអត់មានទេយើងគឺធ្វើការចុច new cell ហើយចំពោះ inventory នេះគឺយើងអាចមើលទៅលើ product នីមួយៗដូចជា stock ហើយតម្លៃផ្សេងៗនៅក្នុង product ហ្នឹងអញ្ចឹងខ្ញុំសូមកន្លែងនេះយើងអាច add new បានហើយក៏ដូចជា scan barcode ដើម្បីវា fill ឲ្យយើង auto បានអញ្ចឹងខ្ញុំអត់ធ្វើទេដោយសារកុំឲ្យលោកគ្រូខាត់ពេលលោកគ្រូច្រើនអញ្ចឹងកន្លែងដូចគ្នាអញ្ចឹងយើងអាច add category បានហើយមើលទៅលើ order នេះយើងមើលទៅលើ order នៃការលក់ order សរុបរបស់យើងយើងអាចមើលតាម next previous អីបាន filter តាម cashier បាន filter តាមការ pay by ABA pay by cash អីបានដូចជាមើលថ្ងៃណាគេទិញប៉ុន្មានអីបាន pay តាម date បានអញ្ចឹងយើងអាច export ជា CSV file បានអញ្ចឹងធ្វើការ export នេះវានឹង download ឲ្យយើងអញ្ចឹងយើងអាចចូល save បាន save បាន yes ហើយ open ទៅមើលទៅវានឹងបង្ហាញយើងមកថា list នៃការ order របស់យើងទាំងអស់ឲ្យយើងមកអញ្ចឹងហើយវាមានជា dark mode light mode អីបានមានដូចគ្នាដូចជាមានប៉ុណ្្នឹងទេលោកគ្រូអាចចេញ log out ចេញមកវិញមកបានសក្តិអញ្ចឹងចំពោះ project នេះខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូតាក់ទងជាមួយនឹង sales management របស់ខ្ញុំអរគុណច្រើនលោកគ្រូ